của xa quạt cầm sọt đó bong ơi của xa quạt tự ọt cầm sọt tăng bị tô câu nâng lại cả nạ tha đào nhà kê chẳng nè hay mẹ quạt tôi thua ca hồn chạ vậy tôi của xa quạt cầm sọt à môn bố nhưng mơ câu nó score lại bong được xa quạt thông tập pe khơi lai tôi khơi một mẹ quạt bằng score vậy tôi câu nó miền nổi tiên tăng bị tu cũng xà lạnh តាមពិតទៅប្រវត្តិរបស់បងស្រីតៃពិតជាកំសត់ខ្លាំងណាស់បងប្អូនជីវិតឆ្លងកាត់គ្រប់សពបែបយ៉ាងអស់ហើយទើបតែអាយុ4ឆ្នាំទេតាមការរៀបរាប់របស់អ្នកដែលធ្លាប់ស្គាល់បងស្រីដោយការរោងចក្រកាត់បងប្អូននៅតូចនៅភ្នំពេញលូ5ជីវិតរបស់គាត់គឺកំសត់ណាស់ម្ដាយទៅធ្វើការផ្ញើជាមួយនឹងអ្នកនៅចិត្តបន្ទប់ជួលរកប្រខ្វះល្ងាចទើបបច្ចុប្បន្ននេះគាត់មកស្នាក់អាស្រ័យនៅអូសៀនជាតិគិរីរម្យវិញបាទដំណឹងឈឹងទើបតែមានការផ្សព្វផ្សាយនេះទៅបានអ្នកសុខអ្នកភូមិគាត់ឃើញគាត់អីនឹងឆាតមកគាត់ចេញពីសុខកណ្ដាលទាំងចូល10ឆ្នាំហើយបងប្អូនដោយសារតែអត់មានផ្ទះអត់មានដីដោយសារតែលក់មើលពុកឈឺហើយបងប្អូននឹងច្រើនសិតអ្នកខ្វះខាតអញ្ចឹងហើយបងស្រីគឺគាត់មានជួបទុក្ខលំបាកច្រើនមែនទែនទាំងក្នុងជីវិតរបស់គាត់ហើយនឹងបងស្រីតៃនេះមិនមែនឆ្លងកាត់រឿងតិចទេវាច្រើនមែនទែនក្នុងការរៀបរាប់ទៅហើយគាត់អាចគ្រប់គ្រងបីបាច់ថែរក្សាកូនទល់មកដល់ពេលនេះអញ្ចឹងពិតណាស់នេះគឺជាបុណ្យកុសលក៏ដូចជាការប្រឹងប្រែងពីដើមមកទៅពេលនេះហើយខ្ញុំក៏ត្រេកអរមែនទែនដែលបានឃើញសម្ដេចពុកលោកបានយកចិត្តទុកដាក់និងជួយទៅដល់ក្រុមគ្រួសាររបស់បងស្រីតៃដែលជាក្មេងគួរឲ្យស្រឡាញ់មានប្រជាប្រិយការនិយាយស្ដីគួរឲ្យតាក់ទាញយកបេះដូងពីមហាជនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងបងស្រីជីវិតរបស់គាត់គឺកំសត់ខ្លាំងណាស់បងប្អូនទើបគាត់មានសំណាងពេលនេះវិញវាក្របងអើយបងប្អូនច្រើនអ្នកតាដីផ្ទះដីស្រែដីអីហ្នឹងអត់នៅទេអត់មានសល់អត់មានអីលក់មើលជំងឺគាត់ផងលក់ផងអីផងអស់ដីស្រែអស់អីអស់ហលីងហ្មងនិយាយថាអស់ហលីងហ្មងតែតោហ្មងគ្នាតែតោកុំបានរោងចាក់មកហ្នឹងកុំអីងាប់ហ្នឹងកុំបានរោងចាក់មកហ្នឹងធ្វើការតេតហើយហ្នឹងកាលមុនទៅភ្លឺតែជពាក់គេផងឥឡូវដឹងមិនចាំមកបែកគ្នាយូរពេកបងអើយ